បុរសម្នាក់ជួយកណ្ដឹងអាសន្នដើម្បីជួយពន្លត់ភ្លើងតែបែរជាត្រូវនារីម្នាក់ជិះទឹកមួយធំដាក់ទៅវិញព្រោះនាងស្មានខុសថាបុរសនោះជាជនមិនស្គាល់អត្តសញ្ញាណដែលមកដុតភ្លើងជាលទ្ធផលកណ្ដឹងអាសន្នមិនរត់ហើយថែមទាំងធ្វើឲ្យខាតបារីរបស់គាត់ទៀតគាត់ខឹងរហូតមិនចង់និយាយជាមួយនាងហើយគ្រាន់តែធ្វើសញ្ញាដៃដាក់នាងបន្ទាប់មកបុរសនោះយកចានដែកបាំងហើយជួយកណ្ដឹងអាសន្នម្ដងទៀតទើបគ្រប់គ្រងភ្លើងបានបុរសម្នាក់នេះឈ្មោះលូជីនជាប្រធានក្រុមហ៊ុនដែលរើសរសជាតិអាហារខ្លាំងលើកនេះគាត់មកដើម្បីត្រួតពិនិត្យនិងក្រុងទិញយកសន្តាគារនេះតែមិននឹកស្មានថាពេលលូចូលទៅពិនិត្យមើលផ្ទះបាយបែរជាជួបរឿងច្របូកច្របល់បែបនេះចំណែកឯនារីនោះវិញពេលនេះនាងជួបបញ្ហាទៅហើយអ្នកគ្រប់គ្រងចង់ឲ្យផ្ទះបាយចេះវិញប្រសើរជាងធ្វើឲ្យម្ចាស់លុយធំខកចិត្តគាត់ហៅនារីនោះមកហើយបំរុងនឹងបណ្ដេញនាងចេញពីការងារនារីនោះខឹងយ៉ាងខ្លាំងហើយបានដាក់បណ្ដាសាបុរសនោះនៅពីក្រោយខ្នងសូមជូនពរឲ្យលោកឯងញ៉ាំបាយគ្មានគ្រឿងទេសទិញកំប៉ុងណាក៏ខូចគម្របកំប៉ុងនឹងដែរបណ្ដាសាដ៏អាក្រក់នោះបានខ្លាចជាការពិតប៉ុន្មានថ្ងៃក្រោយមកលូជីនបានមកសាកម្ហូបនៅសន្តាគារប៉ុន្តែគាត់មិនពេញចិត្តម្ហូបណាមួយឡើយគាត់ធ្លាក់សម្ហូបម្ដងមួយមុខតែគ្មានមុខណាត្រូវមាត់គាត់ទេអ្នកគ្រប់គ្រងបែកញើសជោគខ្លួនហើយចុងភៅស្ទើរតែឈួតនឹងភាពរើសរបស់គាត់រហូតដល់បាយឆាមួយចានចុងក្រោយត្រូវបានលើកមកដែលជាស្នាដៃរបស់នារីម្នាក់នោះដំបូងគាត់មិនរំពឹងអ្វីទេតែក្រោយធ្លាក់មួយម៉ាត់ភ្នែកគាត់ក៏ភ្លឺឡើងគាត់ញ៉ាំម្ដងមួយម៉ាត់រហូតអស់ពីចានគ្មានសល់គាត់ស្ទើរតែលិតចានរហូតស្អាតលូជីននឹកមិនស្មានដល់ថាសន្តាគារដែលជិតដួលរំនេះមានចុងភៅជំនាញលាក់ខ្លួនម្ហូបនោះមានឈ្មោះថាបាយឆាស្ដីឲ្យឈ្មោះដ៏ប្លែកនេះធ្វើឲ្យគាត់ចាប់អារម្មណ៍ភ្លាមគាត់ទូចង់ជួបចុងភៅនោះប៉ុន្តែត្រូវបានគេប្រាប់ថាចុងភៅម្នាក់បានជប់សម្រាប់ប្រចាំឆ្នាំដោយសារគ្មានការងារធ្វើនារីម្នាក់ក៏មកជួយលក់ដូរនៅតូបរបស់ជីតាអ្វីដែលនឹកស្មានមិនដល់គឺចុងភៅរូបនោះជាមនុស្សស្រីដែលជះទឹកដាក់គេកាលពីថ្ងៃមុននិស្ស័យរបស់អ្នកទាំងពីរពិតជាចម្លែកខ្លាំងណាស់ព្រឹកឡើងនារីម្នាក់ត្រូវបានដាក់ដោយសារទូរស័ព្ទមួយខលចូលពេលលើទូរស័ព្ទទើបដឹងថាមិត្តសម្លាញ់របស់នាងត្រូវប្រុសព្រៀនធ្វើបាបនាងខឹងយ៉ាងខ្លាំងហើយបានសួរពីចំណតរថយន្តរបស់ប្រុសព្រៀននោះនាងក៏ប្រញាប់ទៅទីនោះភ្លាមដោយមិននិយាយអ្វីទាំងអស់ប៉ុន្តែបែរជាឃើញថាគេបើកឡានទំនើបទៅវិញក្រោយពីគិតមួយសន្ទុះនាងក៏សម្រេចចិត្តឡើងទៅបំផ្លាញឡាននោះនាងបានយកកំសែមកលីធ្វើជារូបលាមកដាក់លើកញ្ចក់ឡានពេលដែលនាងធ្វើអ្វីគ្រប់យ៉ាងរួចរាល់ហើយត្រៀមចាក់ចេញមិត្តរបស់នាងក៏បានទូរស័ព្ទមកម្ដងទៀតមិនក៏ខ្ញុំលោកឯងមិនឃើញចឹងឯងនៅណាខ្ញុំនៅចំណុចក្រោមដីនេះហើយអូច្រឡំហើយគឺតំបន់បលេខ238ក្រោយពីស្ដាប់ហើយនាងមានអារម្មណ៍ភ័យស្លន់ស្លោនាងក៏ប្រញាប់ប្រញ័ររៀបចំរបស់របរដើម្បីចាក់ចេញប៉ុន្តែទាញឆ្វេងរបស់នាងមិនទាន់បានពេលបើកទ្វារឡាននាងក៏បែរទៅឃើញបុរសម្នាក់កំពុងសម្លឹងមើលនាងនាងក៏ស្គាល់ថាបុរសនោះហើយដែលធ្វើឲ្យនាងបាត់បង់ការងារដោយឃើញគេហាក់មិនស្គាល់នាងក៏ប្រឹងនិយាយភាសាកូរ៉េមិនច្បាស់មិនដឹងទេនាងធ្វើពុតជាជនជាតិកូរ៉េដោយគិតថាគេស្ដាប់មិនយល់ដើម្បីឆ្លៀតឱកាសរត់គេខ្លួនតែនឹកស្មានមិនដល់ថាបុរសនោះនិយាយកូរ៉េបានល្អជាងនាងទៅទៀតនារីនោះឃើញថាបន្លំលែងបានក៏ព្រមចុះចាញ់ភ្លាមខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំខ្លាចហើយសុំទោសការហៅថាពូនេះធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរនាងសន្យាថានឹងសម្អាតឡានឲ្យស្អាតវិញតែបែរជាធ្វើឲ្យម្សៅហុយពេញខ្លួនបុរសនោះទៅវិញដោយអស់សង្ឃឹមគាត់ក៏បានទុកលេខទូរស័ព្ទរបស់គាត់នៅលើកាបូបរបស់នាងហើយប្រាប់ថាបើក្នុងរយៈពេលកន្លះម៉ោងមិនខលមកទេគាត់នឹងប្តឹងប៉ូលីសថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គាត់ហើយជំនួយការបានរៀបចំមេកញ្ចប់ឲ្យប៉ុន្តែគាត់ញ៉ាំបានតែ2ម៉ាត់ក៏លែងឃ្លានទៅហើយក្នុងក្បាលគិតតែពីរឿងបាយឆាគាត់ក៏សម្រេចចិត្តបើកឡានចេញទៅរកអីហូបដោយចៃដន្យគាត់បានចូលទៅក្នុងតូបអាហាររបស់លោកតាគូលូចិនមានការភ្ញាក់ផ្អើលដោយសារទើបតែអង្គុយភ្លាមក៏មានគេលើកម្ហូបមកខុសគាត់មិនចង់ប៉ះទេប៉ុន្តែក្លិនឈ្ងុយរបស់លីសឆាបានភីចូលច្រមុះរបស់គាត់ទ្រាំមិនបានក៏សាក់ភ្លាក់ហើយក៏ភ្ញាក់ផ្អើលនឹងរសជាតិដ៏អស្ចារ្យបន្ទាប់មកគាត់បានដើរទៅផ្ទះបាយខាងក្រោយដើម្បីសួរថាអ្នកណាជាអ្នកចម្អិនគាត់បានឃើញនារីម្នាក់កំពុងឆាយ៉ាងប៉ិនប្រសប់ធ្វើឲ្យគាត់មើលមិនដាក់ភ្នែកមុនពេលគាត់បានឃើញមុខនាងច្បាស់លោកតាគូក៏បានចូលមកដល់នារីនោះបានរត់ចេញទាំងភ័យស្លន់ស្លោហើយបានធ្វើជ្រុះស្លាប់ព្រាមួយនៅពេលលោកតាគូសួរគាត់ក៏បានសួរវិញថាតើគាត់អាចស្គាល់ចុងភៅស្រីម្នាក់នោះបានទេ